អូខេសួស្តីបងប្អូនអរគ្នាយើងផ្សារភ្ជាប់ជាមួយនឹងវីដេអូមុនទៅលើការប្រើប្រាស់ទៅលើ website ដែលឈ្មោះថា Forex Factory សម្រាប់ធ្វើការមើលទៅលើព័ត៌មានដើម្បីជាឱកាសនៅក្នុងការយើងចូលទៅលើទីផ្សារអញ្ចឹងយើងរំលេចឬក៏រំលឹកសារជាថ្មីឡើងតិចមកអញ្ចឹង website Forex Factory វាជា website មួយដែលជំនួយឲ្យបងប្អូនទាំងអស់គ្នាអាចមើលទៅលើទិន្នន័យនៃសេដ្ឋកិច្ចនៃប្រទេសនីមួយៗដូចជាប្រទេសធំៗជាច្រើនដូចជាសហរដ្ឋអាមេរិកដូចជាសហភាពអឺរ៉ុបឬក៏ចក្រភពអង់គ្លេសជាដើមជាទូទៅរាល់ប្រទេសធំៗទាំងអស់នេះពួកគាត់តែងតែមានលើការប្រកាសទិន្នន័យសេដ្ឋកិច្ចនៅក្នុងប្រទេសគេឬក៏ហៅថាសុខភាពសេដ្ឋកិច្ចនៅក្នុងប្រទេសគេជាប្រចាំខែដើម្បីឲ្យវិនិយោគិនឬក៏ investor អាចតាមដានទៅលើសុខភាពនៃសេដ្ឋកិច្ចប្រទេសនីមួយៗដើម្បីដឹងពីចលនានៃការឡើងចុះនៃរូបិយប័ណ្ណតំណាងឲ្យប្រទេសនីមួយៗទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលគេបង្ហោះទៅលើប្រភពទាំងអស់ហ្នឹងអ្វីដែលយើងសំខាន់គឺយើងទៅរក website មួយដើម្បីមើលទៅលើសុខភាពសេដ្ឋកិច្ចនៃប្រទេសនីមួយៗឥឡូវយើងឧទាហរណ៍ជាក់ស្ដែងយើង trade ទៅលើមាសយើង trade ទៅលើមាសយើងធៀបមួយលុយដុល្លារថាបងប្អូនអរគ្នាមាសឡើងដុល្លារចុះមាសចុះដុល្លារឡើងអញ្ចឹងដើម្បីឲ្យដឹងថាមាសយើងអាចទិញឬក៏អាចលក់យើងទៅតាមដានព័ត៌មាននៃលុយដុល្លារដើម្បីដឹងថាលុយដុល្លារអាចឡើងឬក៏ចុះយើងទៅមើលពីសុខភាពសេដ្ឋកិច្ចនៃប្រទេសសហរដ្ឋអាមេរិកអញ្ចឹងដល់ពេលដែលយើងដឹងថាសុខភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងឬក៏ចុះនឹងបញ្ជាក់ថាលុយដុល្លារមានភាពការកើនឡើងឬក៏ធ្លាក់ចុះអញ្ចឹងដើម្បីដឹងថាសុខភាពសេដ្ឋកិច្ចនឹងឡើងចុះគឺគេមើលទៅលើទិន្នន័យសេដ្ឋកិច្ចដែលប្រកាសពីសហរដ្ឋអាមេរិកជាប្រចាំខែទៅកាន់ investor ទាំងអស់គ្នាដែលអាចមើលឃើញនឹងភ្នែកបានណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅកាន់ website Forex Factory យើងទាំងអស់គ្នាមុនដំបូងគឺយើងចូលទៅកន្លែងគៀនខាងនេះជាប៊ូតុងដែលខ្ញុំចុចនេះបងប្អូនទាំងអស់គ្នាមើលទៅនៅក្នុងទាំងអស់ហ្នឹងគឺវាមានទៅលើប្រភេទនៃរូបិយប័ណ្ណជាច្រើនដូចជាប្រទេសអូស្ត្រាលីកាណាដាស្វីសប្រទេសចិនយូរ៉ូក៏ដូចជាចក្រភពអង់គ្លេសក៏ដូចជាជប៉ុនអីជាដើមតែអ្វីដែលសំខាន់ខ្ញុំមកឲ្យបងប្អូនបដោតទៅលើប្រទេសទាំងអស់ហ្នឹងតែហ្មងទេឲ្យបងប្អូនបដោតទៅលើសហរដ្ឋអាមេរិកមួយសិនព្រោះនិយមន័យនៃព័ត៌មានទៅលើគេហៅថា economic calendar ទាំងអស់នេះវានិយមន័យដូចគ្នាការចេញមកប្រែប្រួលក៏វាដូចគ្នាដែរឲ្យបងប្អូនចេះមួយហើយចេះច្បាស់ហ្នឹងបងប្អូនគ្នាហើយបន្ទាប់មកមើលតាក់ទងជាមួយនឹងការប៉ះពាល់ទៅលើសេដ្ឋកិច្ចទៅលើពណ៌នៃព័ត៌មានថាព័ត៌មានមួយណាវាប៉ះពាល់ខ្លាំងព័ត៌មានមួយណាវាប៉ះពាល់វានៅមានកម្រិតត្រូវអត់បងប្អូនទាំងអស់គ្នាអញ្ចឹងយើង select យកពណ៌ក្រហមជាមួយនឹងពណ៌ទឹកក្រូចដែលជាប្រភេទព័ត៌មានដែលមានការប៉ះពាល់ទៅលើសេដ្ឋកិច្ចមធ្យមនិងប៉ះពាល់ទៅលើសេដ្ឋកិច្ចនៅក្នុងកម្រិតខ្ពស់អញ្ចឹងថាកម្រិតខ្ពស់នោះនឹងធ្វើឲ្យទីផ្សារនឹងមានការប្រែប្រួលខ្លាំងហើយវាមិនអញ្ចឹងទេបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងយើង apply filter មកដើម្បីយកទៅលើទម្រង់អញ្ចឹងយើងថាយើងយកមកយើងយកទៅសហរដ្ឋអាមេរិកមកបានហើយអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញព័ត៌មានពីប្រទេសសហរដ្ឋអាមេរិកទាំងអស់អត់មានលាយឡំជាមួយនឹងព័ត៌មាននៃប្រទេសណាទាំងអស់ហើយអ្វីដែលខ្ញុំបរៀនបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺបរៀនបងប្អូនទាំងអស់គ្នាមើលទៅលើទិន្នន័យសេដ្ឋកិច្ចមានថានៅក្នុងមួយខែនៃប្រទេសនីមួយអញ្ចឹងយើងទៅមើលសហរដ្ឋអាមេរិកអញ្ចឹងយើងមកអាកន្លែងខាងលើនេះគឺដើម្បីកំណត់ថាយើងចង់មើលពីថ្ងៃណាដល់ថ្ងៃណាឥឡូវវាជាថ្ងៃទី5ខែ2អញ្ចឹងខ្ញុំកំណត់ឲ្យបងប្អូនទាំងអស់គ្នាមើលពីដើមខែ2ហ្មងពីថ្ងៃ1រហូតដល់ថ្ងៃទី28អញ្ចឹងយើងគ្រាន់តែកំណត់នេះពីថ្ងៃ1រហូតមកដល់ថ្ងៃទី28 apply setting មកបងប្អូនក៏ចុចពាក្យថា apply មកគឺវានឹងឃើញទិន្នន័យតាំងពីថ្ងៃ1រហូតដល់ថ្ងៃទី28ឃើញទេបងប្អូនទាំងគ្នាឃើញមានទិន្នន័យជាជាក់ស្ដែងជាហោហែដែលជាឱកាសសម្រាប់បងប្អូនទាំងគ្នាអាចចាប់ពីសញ្ញានយោនៃលុយដុល្លារហើយទៅចូលទីផ្សារមាសបានថាបងប្អូនទាំងគ្នាអញ្ចឹងទាំងអស់នេះគឺបងប្អូននឹងស្គាល់ហើយអ្វីខ្ញុំអាប់ដេតខ្ញុំប្រាប់បងប្អូនធូរបន្តិចទៀតតើតងជាមួយនឹងកន្លែងនេះតើតងជាមួយនឹងអានេះគឺជាថ្ងៃមានថាបញ្ជាក់ថ្ងៃ1ថ្ងៃ2ថ្ងៃ3បងប្អូនទាំងគ្នាយើងមើលហើយកន្លែងនេះជាការកំណត់តើតងជាមួយនឹងពេលវេលាម៉ោងបងប្អូនទាំងគ្នាចេះមើលហើយអានេះជាប្រភេទនៃ currency ជាប្រភេទរូបិយប័ណ្ណអន្តរជាតិអានេះគឺជាភាពប៉ះពាល់ដែលយើងកំណត់មិញគឺ MPIX ណាប៉ះពាល់ទៅលើតើតងជាមួយនឹងព័ត៌មានហ្នឹងប៉ះពាល់ខ្លាំងប៉ះពាល់តិចអូខេយើងមកមើលកន្លែងនេះវិញអូខេកន្លែងនេះបងប្អូនទាំងគ្នាមានឃើញពាក្យថាactual ជាមួយនឹង focus ហើយនឹង previous ត្រូវអត់អញ្ចឹងយើងមើលតើតងជាមួយនឹង previous គឺសំដៅតើតងជាមួយនឹងទិន្នន័យមានថាតួរលេខនៃទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសហ្នឹងមានថាខែចាស់សំដៅទៅលើខែចាស់យើងនិយាយថាខែចាស់ទៅចុះហើយតើតងជាមួយនឹង focus
គឺសំដៅតាក់ទងជាមួយនឹងការព្យាករណ៍មានថាការព្យាករណ៍ថាទិន្នន័យហ្នឹងដែលចេញនៅខែមុនធៀបជាមួយនឹងចេញនៅខែហ្នឹងថាខែហ្នឹងវាអាចនឹងចេញចំនួនប្រមាណហើយបន្តមក actual គឺមានថាជាទិន្នន័យដែលចេញមកជាក់ស្ដែងទិន្នន័យដែលចេញមកជាក់ស្ដែងជាប្រចាំខែនៅពេលវេលាឬក៏ថ្ងៃពេលដែលគេកំណត់នឹងជាក់ស្ដែងហ្នឹងឯងអញ្ចឹងបងប្អូនគ្នាឃើញហ្នឹងអានេះដោយសារតែថ្ងៃ1ថ្ងៃ2ថ្ងៃ3ថ្ងៃ4គឺទិន្នន័យសហរដ្ឋអាមេរិកចេញហើយទៅវាមាន actual focus អីមកអស់ហ្នឹងឧទាហរណ៍ថាទី1ចេញមកអូខេទិន្នន័យកសិករ 48.5 តែអ្វីដែលចេញមកទិន្នន័យជាក់ស្ដែងគឺ 52.6 អញ្ចឹងមានថាល្អសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិកលុយដុល្លារល្អអញ្ចឹងទៅបងប្អូនគ្នាអញ្ចឹងអានេះប្រាប់បងប្អូនគ្នាពី option នីមួយៗនៅក្នុងការមើលទៅលើប្រភេទ economic calendar នៅក្នុង forex factory ណាបងប្អូនគ្នាអញ្ចឹងបន្ទាប់មកអ្វីដែលជាចំណុចសំខាន់ខ្ញុំកាត់ត្រួសខ្លីៗឲ្យបងប្អូនគ្នាមើលបងប្អូនត្រូវតែយល់ពីនិយមន័យដែលគេដាក់នីមួយៗឥឡូវឧទាហរណ៍ថានៅក្នុងថ្ងៃមួយនេះនៅក្នុងថ្ងៃមួយគេដាក់ថា OPEC meeting ត្រូវអត់បងប្អូនគ្នា OPEC meeting នៅក្នុងរយៈពេល1ថ្ងៃហ្មងចង់ថ្ងៃអាទិត្យ Open meeting នេះគឺបងប្អូនដើម្បីចង់ដឹងនិយមន័យបងប្អូនគ្រាន់តែចុចទៅលើអាកន្លែងប្រអប់សារនេះមកបងប្អូននឹងឃើញនិយមន័យរបស់គេហើយឃើញអត់ហើយយើងបើយើងចេះអង់គ្លេសយើងមើលអង់គ្លេសបើយើងចេះខ្មែរយើង translate ទៅខ្មែរមកនេះឃើញអត់គេជាកិច្ចប្រជុំទៅលើប្រេងថាបងប្អូនទាំងនេះបងប្អូនស្គាល់គ្នាស្គាល់អង្គការ OPEC ជាអង្គការផ្គត់ផ្គង់ប្រេងមួយដ៏ធំនៅក្នុងពិភពលោកអញ្ចឹងមិនថាកិច្ចប្រជុំនេះគឺវាពាក់ព័ន្ធជាមួយនឹងតម្លៃហាងឆេងប្រេងតែសួរថានៅកន្លែង actual focus ឬក៏ previous នេះមានទៅលើបញ្ជាក់ថាឲ្យចេញទិន្នន័យប្រមាណអត់គឺអត់មានទេមូលហេតុដោយសារនេះវាជាការ meeting អញ្ចឹងទៅលើព័ត៌មានផ្សេងគឺ upload មកភ្លាមជាគេថា hot news ឲ្យបងប្អូនអរគ្នាភ្លាមនៅក្នុងរយៈពេល1ថ្ងៃអូខេឥឡូវយើងចូលទៅកាន់ព័ត៌មានរបស់សហរដ្ឋអាមេរិកនៅក្នុងថ្ងៃទី2អ្វីដែលបងប្អូនឃើញទៅលើព័ត៌មានមុនដំបូងគេបងអស់គឺ ISM Manufacturing PMI ISM Manufacturing PMI តើទិន្នន័យសេដ្ឋកិច្ចមួយហ្នឹងគឺវាសំដៅទៅលើអ្វីហើយចេញមកនឹងប៉ះពាល់ទៅលើទីផ្សារត្រង់ចំណុចណាអាហ្នឹងត្រូវអត់បងប្អូននេះដែលជាចំណុចសំខាន់អញ្ចឹងដើម្បីបងប្អូនចង់ដឹងពីនិយមន័យវាស្រួលទេបងប្អូនគ្នាបងប្អូនចុចទៅលើប្រអប់សារហើយបន្តមកបងប្អូនចេះអានក៏អានជាភាសាអង់គ្លេសទៅបើបងប្អូនអត់ចេះទេបងប្អូន translate ជាខ្មែរអូខេគេថាគឺជាវិជាស្ថានសម្រាប់គ្រប់គ្រងទៅលើការផ្គត់ផ្គង់ឬក៏ទស្សនៈសម្រាប់ការគ្រប់គ្រងទៅលើការផ្គត់ផ្គង់នៅក្នុងសហរដ្ឋអាមេរិកហើយបងប្អូនអាចមើលទៅលើនិយមន័យគេប្រាប់ពីឥទ្ធិពលធម្មតាទៅកាន់បងប្អូនដល់គ្នាហើយតើតើជាមួយនឹងឥទ្ធិពលអូខេតើតើជាមួយនឹងការប៉ះពាល់ទៅលើទីផ្សារហ្នឹងនៅពេលដែលទិន្នន័យហ្នឹងឃើញនេះគេថាតម្លៃជាក់ស្ដែងធំជាងតម្លៃការព្យាករណ៍តម្លៃជាក់ស្ដែងធំជាងតម្លៃការព្យាករណ៍គឺល្អសម្រាប់រូបិយប័ណ្ណអាណាជាក់ស្ដែងបងប្អូនដល់គ្នានេះតម្លៃជាក់ស្ដែងមានថាទិន្នន័យចេញមកជាក់ស្ដែងអានេះជា translate ភាសាខ្មែរបាក់ស្ដាប់ទៀតទិន្នន័យចេញមកជាក់ស្ដែងធំជាងការព្យាករណ៍វានឹងល្អដល់រូបិយប័ណ្ណល្អរូបិយប័ណ្ណនេះថាម៉េចបើសិនជាទិន្នន័យហ្នឹងនេះឃើញអត់ទិន្នន័យជាក់ស្ដែងនេះចេញមក52អញ្ចឹងវាច្រើនជាង48នេះអញ្ចឹងមានថាទិន្នន័យហ្នឹងវាល្អជាងការព្យាករណ៍ជាមួយនឹងល្អជាងខាពីខែមុនអញ្ចឹងគឺល្អសម្រាប់រូបិយប័ណ្ណល្អសម្រាប់រូបិយប័ណ្ណន័យថាបើទិន្នន័យចេញមកនឹងពណ៌បៃតងហ្នឹងពណ៌បៃតងវាច្រើនជាងខែមុនគឺបញ្ជាក់ថាលុយដុល្លារល្អអញ្ចឹងនៅពេលដែលបងប្អូនចាប់សនានយោបានថាលុយដុល្លារល្អបងប្អូនអរគ្នាទៅធ្វើអីគេបងប្អូនអាចទៅលក់មាសបានហើយព័ត៌មានហ្នឹងចេញនៅពេលណាព័ត៌មានចេញនៅមក10យប់អូខេយល់បងប្អូនអរគ្នាហើយនៅក្នុងវីដេអូនេះខ្ញុំអាចលម្អិតពីនិយមន័យទៅកាន់បងប្អូនអរគ្នាលម្អិតទាំងអស់ហ្មងទេតែអ្វីដែលសំខាន់បងប្អូនអរគ្នាចូលទៅមើលពីការបកស្រាយនៅក្នុងមួយប្រភេទព័ត៌មានខ្ញុំគិតថាវា too much ទេបាទនេះវាច្រើនលើសលប់ហើយសម្រាប់បងប្អូនអរគ្នាអាចនឹងយល់តែអ្វីដែលសំខាន់ចាប់ពីទៅលើទិន្នន័យបន្ទាប់គឺខ្ញុំប្រាប់ពីនិយមន័យពីការប្រែប្រួលជូនបងប្អូនអរគ្នាបងប្អូនអរគ្នាអាចមើលបានអូខេបងប្អូនអរគ្នាអញ្ចឹងយើងត្រឡប់មកវិញតាក់ទងជាមួយនឹងព័ត៌មានដែលគេដាក់ឈ្មោះថា ISM Manufacturing PMI យើងសំដៅទៅលើសង្វាក់ផលិតកម្មនៃការផលិតនៅក្នុងសហរដ្ឋអាមេរិកអញ្ចឹងបងប្អូនយល់តែមួយម៉ាត់ទេបើសិនជាផលិតកម្មនៅក្នុងប្រទេសនឹងមួយមានការកើនឡើងល្អអត់ប្រកាសជាល្អសម្រាប់សេដ្ឋកិច្ចអញ្ចឹងលុយប្រទេសហ្នឹងនឹងល្អហើយតែបើសិនជាចេញមកមានការធ្លាក់ចុះល្អអត់ល្អទេអញ្ចឹងមានថាបើសិនជាចេញមកធ្លាក់ចុះគឺវាពណ៌ក្រហមហើយតែបើសិនជាចេញមកល្អប្រសើរជាពណ៌បៃតងហើយត្រូវបងប្អូនអរគ្នាអញ្ចឹងខ្ញុំនឹងបង្ហាញពីនិយមន័យថាហ្នឹងវាមាននិយមន័យបែបម៉េចរាល់ព័ត៌មានទាំងអស់ដល់បងប្អូនអរគ្នាអូខេអញ្ចឹងឃើញថាទិន្នន័យចេញមកចាក់ស្ដែងល្អគឺនឹងធ្វើលុយឡើងភាពល្អប្រសើរអញ្ចឹងបងប្អូនស្គាល់ព័ត៌មានមួយគេហៅថា ISM Manufacturing PMI ហើយអាទិន្នន័យទាំងអស់នេះសិតសឹងតែចេញជារៀងរាល់ខែរបស់សហរដ្ឋអាមេរិកចេញជាប្រចាំបងប្អូនអរគ្នា
នៅក្នុងថ្ងៃទី4យើងត្រឡប់មកបន្តទៀតនៅក្នុងថ្ងៃទី4គឺមានព័ត៌មានមួយឈ្មោះថា ADP Non-Farm Employment Change សម្ដៅតាក់ទងជាមួយនឹងអីគេអត្រាផ្លាស់ប្ដូរការងារនៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែ ADP នេះសម្ដៅតាក់ទងជាមួយនឹងការព្យាករណ៍ដោយស្ថាប័នឯកជនជាទូទៅស្ដាយមួយដែរនៅក្នុងថ្ងៃទី6ជាទូទៅរាល់ដើមខែចុងសប្តាហ៍គឺមានព័ត៌មានតាក់ទងជាមួយ Non-Farm របស់សហរដ្ឋអាមេរិកប៉ុន្តែខែនេះដោយសារតែសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងតែមានភាពច្របូកច្របល់ហើយអញ្ចឹងវាមានចេញតាក់ទងជាមួយទិន្នន័យ Non-Farm ប៉ុន្តែអានេះខ្ញុំនឹងរំលឹកបងប្អូនអរគ្នាទៀតតាក់ទងជាមួយ ADP Non-Farm នេះវាជាអត្តពលទៅកាន់តាក់ទងជាមួយនឹងទិន្នន័យ Non-Farm ព្រោះស្អីនៅពេលដែលវាចេញមកបើសិនជាវាចេញមកល្អវាអាចជាអត្តពលឲ្យ Non-Farm ថ្ងៃសុក្រវាអាចនឹងល្អប្រសើរតែបើវាចេញមកអន់អាចនឹងជាអត្តពលឲ្យ Non-Farm នៅក្នុងថ្ងៃសុក្រមានភាពមិនសូវល្អអាហ្នឹងក៏ជាទិន្នន័យសំខាន់ដែរអញ្ចឹងបងប្អូនអរគ្នាអាចចូលទៅអាននយោបាយរបស់វាបាននៅក្នុងហ្នឹងអញ្ចឹងបើសិនជាទិន្នន័យវាចេញមកធ្លាក់ចុះតើតើជាមួយនឹង ADP Non-Farm នេះបងប្អូនអរគ្នាចំណាំទិន្នន័យចេញមកធ្លាក់ចុះជាងការព្យាករណ៍ធ្លាក់ចុះមកជាងទិន្នន័យខែចាស់គឺវានឹងធ្វើឲ្យលុយដុល្លារអន់មាសឡើងតែបើសិនជាវាចេញមកល្អជាងអាការព្យាករណ៍ជាមួយនឹងខែចាស់អាហ្នឹងគឺធ្វើលុយដុល្លារល្អមាសចុះអ្វីដែលចំណុចសំខាន់ដែលបងប្អូនអរគ្នាត្រូវ note មួយទៀត note ជាចំណុចសំខាន់បើសិនជាទិន្នន័យជាក់ស្ដែងចេញមកប្រហាក់ប្រហែលជាមួយទិន្នន័យ focus ជាមួយឬក៏ខែចាស់ទីផ្សារនេះអត់សូវមានការប្រែប្រួលទេកុំជ្រួលច្របល់ក្នុងការចូលតែបើទិន្នន័យដែលធ្វើឲ្យទីផ្សារនឹងមានការប្រែប្រួលខ្លាំងលុះត្រាតែទិន្នន័យដែលចេញមកជាក់ស្ដែងខុសឆ្ងាយពីទិន្នន័យនៃការព្យាករណ៍ឬក៏ការខែចាស់បើថាទៀបជាងឆ្ងាយខ្ពស់ជាងឆ្ងាយអាហ្នឹងគឺធ្វើឲ្យទីផ្សារនឹងមានការប្រែប្រួលខ្លាំងណាស់បងប្អូនអរនេះចំណាំមកកន្លែងហ្នឹងណូតទុកអូខេយើងចូលដល់ព័ត៌មានបន្ទាប់គឺ ISM Service PMI មុនហ្នឹង ISM Manufacturing PMI ទៅលើអានេះ ISM Service PMI វាសំដៅទៅលើសេវាកម្មនៃសង្វាក់ផលិតកម្មនៅក្នុងសហរដ្ឋអាមេរិកមានថាសង្វាក់ផលិតកម្មសំដៅទៅលើនៅក្នុងផ្នែកសេវាកម្មអញ្ចឹងអាហ្នឹងក៏ដូចគ្នាដែរបើសិនជាផ្នែកសេវាកម្មនៅក្នុងសហរដ្ឋអាមេរិកទៅលើសង្វាក់ផលិតកម្មហ្នឹងវាកើនឡើងគឺសេដ្ឋកិច្ចល្អហើយបើសិនជាវាធ្លាក់ចុះសេដ្ឋកិច្ចហ្នឹងអន់ហើយអញ្ចឹងយើងមើលទិន្នន័យនេះ Exure ជាមួយនឹង Focus បងប្អូនអរគ្នាឃើញទេនេះវាចេញមកប្រហាក់ប្រហែលគ្នាដូចគ្នាអត់សូវខុសគ្នាឆ្ងាយអញ្ចឹងទីផ្សារហ្នឹងអត់សូវមានការប្រែប្រួលទេយល់អត់បើសិនជាអរថាត្រឹម50គុណត្រឹម53តែទិន្នន័យចេញមកដល់57 54 55អីអាហ្នឹងនឹងធ្វើឲ្យលុយដុល្លារល្អទីផ្សារមាសនឹងមានការធ្លាក់ចុះអញ្ចឹងបងប្អូនគ្រាន់តែចំណាំថាបងប្អូនចូលទៅមើលកន្លែងព័ត៌មានបងប្អូនមើលកន្លែងនេះបើសិនគេនិយាយថា actual នេះactual នេះវាល្អជាងអាការ focus ទៅ currency ល្អមានន័យថាទិន្នន័យហ្នឹងពណ៌បៃតងទៅទីផ្សារហ្នឹងទីផ្សារលុយដុល្លារល្អមាសមានការធ្លាក់ចុះបើសិនជាទិន្នន័យហ្នឹងពណ៌ក្រហមលុយដុល្លារអន់មាសកើនឡើងណាបងប្អូនអរគ្នាអូខេអញ្ចឹងបងប្អូនយល់ពីនយោបាយ ISM Service PMI មួយទៀតដែរអញ្ចឹងចូលទៅដល់ព័ត៌មានសំខាន់អានេះវាផ្ទុយពីគេអា4ខាងលើនេះបើសិនជាទិន្នន័យចេញមកពណ៌បៃតងពណ៌មានថាចេញមកកើនឡើងជាងខែចាស់កើនឡើងជាងការព្យាករណ៍គឺធ្វើឲ្យលុយដុល្លារល្អបើសិនជាវាចេញមកទៀបជាងការព្យាករណ៍ជាមួយនឹងខែចាស់លុយដុល្លារអន់តែunemployment claim នេះនៅពេលដែលវាចេញមកច្រើនជាងខែចាស់ឬក៏ច្រើនជាងការព្យាករណ៍ធ្វើឲ្យលុយដុល្លារអន់វិញតែបើសិនជាចេញមកតិចជាងការព្យាករណ៍តិចជាងខែចាស់អាហ្នឹងធ្វើឲ្យលុយដុល្លារហ្នឹងវាល្អវិញហេតុផលងាយហេតុផលគឺ unemployment claim និយមន័យវាគឺមានន័យថាអត្រាដែលអត់ការងារធ្វើទៅ claim លុយពីរដ្ឋមានថានៅសហរដ្ឋអាមេរិកគឺគេមានច្បាប់មួយថាអ្នកអត់មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកគាត់អាចមានសិទ្ធិទៅ claim លុយពីរដ្ឋអញ្ចឹងកាលណាតែទិន្នន័យនឹងចេញមកច្រើនបងប្អូនអរគ្នាគិតថាសេដ្ឋកិច្ចនឹងល្អឬក៏សេដ្ឋកិច្ចនឹងអន់ប្រកាសណាបើសិនជាទិន្នន័យច្រើនមានថាអ្នកអត់ការងារធ្វើច្រើនអ្នកទៅ claim លុយពីរដ្ឋច្រើនសេដ្ឋកិច្ចអន់លុយដុល្លារខ្សោយត្រូវអត់អញ្ចឹងបើទិន្នន័យនឹងចេញមកតិចជាង 212k នេះអត់សល់តែ 100k អញ្ចឹងគឺសេដ្ឋកិច្ចសហរដ្ឋអាមេរិកគឺល្អលុយដុល្លារល្អធ្វើឲ្យមាសកើនឡើងអូអធិស្ឋានធ្វើឲ្យមាសធ្លាក់ចុះតែលុយដុល្លារល្អមាសធ្លាក់ចុះហើយអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងយើងត្រូវយល់ពីនយោបាយណាបានច្បាស់ហើយខ្ញុំអត់ចាំបាច់ត្រូវទៅរ៉ាយរាប់ច្រើនទេព្រោះបងប្អូនអរគ្នាជិះមើលអាហ្នឹងអូខេហើយទៅមើលតាក់ទងជាមួយហ្នឹងនៅពេលដែលមើលទិន្នន័យជាក់ស្ដែងបងប្អូនអរគ្នាមើលនៅកន្លែងប្រអប់ផ្សារនេះមកអញ្ចឹង unemployment claim សម្ដៅអ្នកអត់ការងារធ្វើទៅ claim លុយពីរដ្ឋអញ្ចឹងបើទិន្នន័យវាកើនឡើងអត់ល្អទេបើទិន្នន័យធ្លាក់ចុះល្អហ្នឹងបងប្អូនអរគ្នាបន្ទាប់មកនៅក្នុងថ្ងៃ5ដូចគ្នានៅម៉ោង10មានព័ត៌មានតាក់ទងជាមួយនឹង job opening វាសម្ដៅតាក់ទងជាមួយគេការបើកដំណើរការងារនៅក្នុងប្រទេសមួយអញ្ចឹងបងប្អូនគ្រាន់តែគិតទេទៅបើសិនជាការបើកដំណើរការងារនៅក្នុងប្រទេសមួយមានភាព
កើនឡើងច្រើនប្រកាសណាស់លុយក្នុងប្រទេសហ្នឹងកើនឡើងមាសធ្លាក់ចុះតែបើសិនជាការបើកដំណើរការងារធ្លាក់ចុះប្រកាសណាសុខភាពសេដ្ឋកិច្ចប្រទេសហ្នឹងអន់លុយធ្លាក់ចុះគឺវាងាយបែបហ្នឹងបងប្អូនអរគ្នាសំខាន់ឲ្យតែបងប្អូនអរគ្នាយល់ពីនិយមន័យឲ្យបានច្បាស់ផឹកតាំងមកសិនអូខេបងប្អូនអរគ្នាបន្ទាប់មកចូលតាក់ទងជាមួយនឹងព័ត៌មាននៅថ្ងៃទី6នៅម៉ោង7មានតាក់ទងជាមួយគេដាក់ច្បាស់នេះឃើញអត់President Donald Trump គាត់ឡើងនិយាយអញ្ចឹងបងប្អូនត្រូវចាំហើយថាបុគ្គលណាទីអ្នកឡើងនិយាយបើសិនជាលោក Donald Trump ឡើងនិយាយប្រកាសហើយពាក្យសម្ដីរបស់គាត់គឺធ្ងន់ហើយនឹងធ្វើឲ្យទីផ្សារមានការប្រែប្រួលអញ្ចឹងនៅពេលម៉ោង7ជាក់ស្ដែងនេះបងប្អូនត្រូវតែប្រយ័ត្នទាំងអស់គ្នាដោយសារអីប្រធានាធិបតី Donald Trump ឡើងនិយាយអញ្ចឹងនៅពេលដែលគាត់និយាយគាត់អាចធ្វើសេដ្ឋកិច្ចល្អនិងខ្សោយទៅតាមអ្វីដែលគាត់និយាយបានអញ្ចឹងចាំមើលទៅនេះអានេះគេហៅជា hot news ឬក៏ breaking news ហើយយល់បងប្អូនគ្នាចូលនៅម៉ោង10នៅថ្ងៃទី6នេះគ្នាមាន consumer sentiment ជាមួយនឹង inflation